ស្ត្រីរបស់យើងឥឡូវគាត់មិនត្រឹមតែគាត់មានសមត្ថភាពទេសូម្បីតែទំហំនៃការខំប្រឹងប្រែងរបស់គាត់ក៏គាត់រៀងខ្លាំងជាងមុនដែរអញ្ចឹងយើងសុខចិត្តឲ្យ skill របស់យើងហ្នឹង speak louder than words ចាខ្ញុំយល់ស្របជាមួយបងទាំងស្រុងតកតងជាមួយនឹងការបន្តការរៀនសូត្រព្រោះការរៀនសូត្រពិតជាអត់ចេះចប់ទេប៉ុន្តែវាអត់អាចជួយការពារគាត់ពី cyber តើខ្ញុំសំណូមពរឲ្យពួកគាត់ start something small ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់បទសម្ភាសន៍របស់ Sisters of Code ហើយថ្ងៃនេះដែរគឺជាថ្ងៃពិសេសដោយសារតែយើងមានការចូលរួមពីវាគ្មិនកិត្តិយសដែលជាស្ត្រីឆ្នើមនៅក្នុងវិស័យបច្ចេកវិទ្យានិងអប់រំមិនបង្អង់យូរយើងនឹងទៅជួបបងស្រីទាំងអស់គ្នាជំរាបសួរបងចាជំរាបសួរអរគុណច្រើនបងសម្រាប់ការចំណាយពេលវេលាចូលរួមបទសម្ភាសន៍របស់យើងនៅក្នុងថ្ងៃនេះបងអាចជួយណែនាំខ្លួនទៅកាន់ទស្សនិកជនរបស់យើងបន្តិចបានទេបងជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះលើកកំស្រុងដែលបច្ចុប្បន្នគឺជាមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាហើយខ្ញុំមានបទពិសោធន៍រយៈពេលជាង10ឆ្នាំជាមួយនឹងការសរសេរកម្មវិធីហើយការសរសេរកម្មវិធីទាំងអស់ហ្នឹងខ្ញុំធ្លាប់បានចូលរួមជាមួយនឹងក្រុមហ៊ុនមួយចំនួនដូចជាក្រុមហ៊ុន Bookmaker ក៏ដូចជាទន្លេសាប App ហើយក៏ដូចជាធ្វើជាគ្រូបង្រៀននៃ IT Step ផងដែរចាអរគុណច្រើនបងបងអញ្ចឹងចាប់ផ្ដើមសំណួរទី1គឺខ្ញុំចង់សួរបងតាក់ទងជាមួយបទពិសោធន៍ផ្ទាល់ខ្លួនណាដោយសារបងមានបទពិសោធន៍ច្រើនទាំងផ្នែកសិក្សាទាំងផ្នែកការងារអញ្ចឹងខ្ញុំចង់សួរបងថាតើអ្វីទៅជាកម្លាំងចិត្តបំផុសគំនិតបងឲ្យឈោងចាប់យកការសិក្សាខាងផ្នែកបច្ចេកវិទ្យាក៏ដូចជាបន្តការងារក្នុងវិស័យមួយនេះចាអរគុណសម្រាប់សំណួរក៏ប៉ុន្តែដោយឡែកកាលពីថ្នាក់បាក់ឌុបហ្នឹងគឺកាលពីទី12ហ្នឹងគឺខ្ញុំapply អាហារូបករណ៍តាមរយៈរាជរដ្ឋាភិបាលរបស់យើងហើយការនោះដោយសារតែខ្ញុំជំនាញខ្ញុំគឺខាងគណិតវិទ្យាហើយនិងរូបវិទ្យាដល់ពេលអញ្ចឹងទៅខ្ញុំក៏បានដាក់អាហារូបករណ៍ជាមួយនឹងខាងព័ត៌មានវិទ្យានៅសាកលវិទ្យាល័យភូមិន្ទរបស់យើងដោយឡែកកាលហ្នឹងដោយសារខ្ញុំជាស្ត្រីដែលមកពីតាមខេត្តណាអញ្ចឹងខ្ញុំអត់ដឹងថាតើព័ត៌មានវិទ្យាហ្នឹងគឺជាអីគេតែដោយសារតែហេតុផលក្នុងការងឿងឆ្ងល់ហើយក៏ចង់ដឹងថាតើ technology ហ្នឹងវាដើរជាបែបណាអញ្ចឹងខ្ញុំក៏បាន apply ទៅហើយពេលដែលជាប់ហ្នឹងយើងក៏ទទួលបាននៅការលំបាកមួយចំនួនដូចជាការនិយាយថាទៅរៀនធ្វើអីខាង IT ព្រោះអីយើងគិតមើល10ឆ្នាំមុនគឺអត់មានណាគេស្គាល់ទេហើយបើស្ត្រីវិញស្ទឹងថាក្នុងមួយថ្នាក់យើងរៀនតែ4-5នាក់ឯងហើយយើងមានចំនួនបុរសច្រើនអញ្ចឹងវាធ្វើឲ្យខ្ញុំមានជាកម្លាំងចិត្តមួយថាខ្ញុំចង់អភិវឌ្ឍខ្លួនឯងហើយក៏ចង់បណ្ដុះគំនិតថាការងារអ្វីក៏ដោយវាអត់ទៅលើភេទរបស់យើងឯងភេទគឺមិនមែនជាអ្វីទាំងអស់ទេប៉ុន្តែគឺយើងខ្លួនឯងយើងត្រូវ build សមត្ថភាពខ្លួនឯងហើយយើងនឹងឲ្យគេឃើញថាSTEM គឺសម្រាប់ everyone មិនមែនសម្រាប់តែបុរសអញ្ចឹងចាអរគុណច្រើនបងអញ្ចឹងបងបានលើកឡើងមុននឹងតាក់ទងជាមួយនឹងកម្រិតនៃការចូលរួមរបស់ស្ត្រីក្នុងផ្នែកបច្ចេកវិទ្យាហើយបងបើតាមខ្ញុំដឹងគឺបងក៏ធ្លាប់ជាគ្រូបង្វឹកនៅ Sister of Code ដែរតាំងពីជំនាន់មុនណាអញ្ចឹងខ្ញុំចង់សួរបងថាតើបងយល់ឃើញយ៉ាងណាដែរចំពោះការចូលរួមរបស់ក្មេងស្រីឬស្ត្រីក្នុងវិស័យបច្ចេកវិទ្យាពេលដែលបងចាប់ផ្ដើមបរិញ្ញាដំបូងរហូតមកដល់ឥឡូវនេះឆ្នាំ2025តើបងមានឃើញកាត់សម្គាល់ឃើញការផ្លាស់ប្ដូរអីចាអរគុណចានិយាយទៅតើទៅជាមួយបទពិសោធន៍ខ្ញុំគឺខ្ញុំបានធ្វើជា first trainer សម្រាប់ Sister of Code នៅឆ្នាំ2019ហើយក្នុងគណៈពេលនោះខ្ញុំឃើញថាក្មេងស្រីជាច្រើនគឺគាត់មានភាពវៃឆ្លាតប៉ុន្តែគាត់មានការអៀនបន្តិចបន្តួចក្នុងការបញ្ចេញសមត្ថភាពរបស់គាត់អញ្ចឹងតែដោយឡែកដល់ពេលឥឡូវវិញខ្ញុំឃើញថាស្ត្រីរបស់យើងឥឡូវគាត់មិនត្រឹមតែគាត់មានសមត្ថភាពទេសូម្បីតែទំហំនៃការខំប្រឹងប្រែងរបស់គាត់ក៏គាត់រៀងខ្លាំងជាងមុនដែរគាត់អត់សូវអៀនច្រើនហើយគាត់ចូលរួមកម្មវិធីរបស់ខាង social event ក៏បានច្រើនចូលជាលក្ខណៈ community ហ្នឹងក៏បានច្រើនអញ្ចឹងខ្ញុំឃើញថាមានចំនួនស្ត្រីដែលគាត់ចូលរួមនៅក្នុងកម្មវិធី Sister of Code ហ្នឹងច្រើនជាងមុនដោយឡែកទៀតសោះមានអ្នកខ្លះគាត់បានអភិវឌ្ឍខ្លួនគាត់ពីកូនសិស្សទៅជាគ្រូបង្រៀននៅ Sister of Code ផងដែរអញ្ចឹងគឺសុវត្ថិចិត្ត
ចាបងចាអរគុណច្រើនប៉ុន្តែចំនួនសិស្សរបស់ Sister of Code ឥឡូវមានការឡើងច្រើនមែនទែនហើយដោយដែលបងគឹមស្រុងបានលើកឡើងគឺអ្នកខ្លះគាត់បានរៀនចប់មួយវគ្គហើយក៏គាត់បានអភិវឌ្ឍខ្លួនបន្តទៀតរហូតបានមកក្លាយទៅជាអ្នកបង្រៀនទៅក្មេងស្រីបន្តទៀតទៅចាបងចាអញ្ចឹងមុននេះដែរបងបានលើកតាក់ទងជាមួយនឹងឧបសគ្គចំពោះស្ត្រីដូចជាភាពអៀនខ្មាស់ភាពអត់សូវមានភាពក្លាហានអញ្ចឹងចង់ភ្ជាប់ទៅនឹងបទពិសោធន៍របស់បងវិញនៅពេលដែលបងចាប់ផ្ដើមដំបូងតើបងបានធ្លាប់ជួបឧបសគ្គអីខ្លះនៅក្នុងការសិក្សាក៏ដូចជាអាជីពរបស់បងនៅក្នុងវិស័យបច្ចេកវិទ្យាហ្នឹងចាតើតើជាមួយនឹងបទពិសោធន៍ក៏ប៉ុន្តែពេលដែលយើងចេញធ្វើការបទពិសោធន៍ល្អក៏មានមិនល្អក៏មានអានវាតិចតួចដែលឡែកតើតើជាមួយនឹងការមិនល្អតិចតួចហ្នឹងត្រង់ថាពេលខ្លះយើងជាស្ត្រីហើយយើងចូលរួមនៅក្នុងវិស័យបច្ចេកវិទ្យាហ្នឹងវាមានការមើលមកមិនសូវជាគេទុកចិត្តមិនមានទំនុកចិត្តហើយគេច្រើនពួកគាត់តែមានគំនិតថាidea របស់យើងវាអត់តាន់ល្អគ្រប់គ្រាន់អញ្ចឹងណាអញ្ចឹងក៏អត់តាន់មានការផ្ដល់ទំនុកចិត្តដល់យើងទេប៉ុន្តែដែលឡែកដោយសារតែខ្ញុំមានក្រុមគ្រួសារមានមិត្តភ័ក្តិហើយមួយទៀតគឺខ្ញុំបន្តនៅការ build skill ខ្លួនឯងអញ្ចឹងយើងសុខចិត្តឲ្យ skill របស់យើងហ្នឹង speak louder than words យើងអត់អាចទៅប្រាប់គាត់ថាអូខ្ញុំជាមនុស្សដែលមានសមត្ថភាពបើពាក្យសម្ដីយើងអត់គ្រប់គ្រាន់ទេសំខាន់គឺការបង្ហាញពីសមត្ថភាពយើងដោយផ្ទាល់ខ្លួនឯងមិនគាត់អាចទទួលស្គាល់យើងថាតើយើងពិតជាល្អមែនអត់ចាបងអញ្ចឹងតើបងមានវិធីសាស្ត្រអ្វីដើម្បីទប់ទល់ទៅនឹងបញ្ហាទាំងអស់ហ្នឹងអត់ជាពិសេសក្នុងនាមជាស្ត្រីបងចាដូចដែលខ្ញុំបានបញ្ជាក់គឺការបន្តរៀនសូត្រអញ្ចឹងពេលខ្លះចំណេះដឹងគឺវាទូលំទូលាយហើយឥឡូវទៀតសោតជាមួយនឹងអ៊ីនធឺណិតជាមួយនឹងresource ដែល online របស់យើងសពថ្ងៃគឺវាច្រើនអញ្ចឹងវាទាមទារឲ្យយើងនឹងធ្វើការ research បន្ថែមរៀនបន្ថែមខ្លួនឯងហើយយើងកុំគិតថាចំណេះដឹងប៉ុណ្ណឹងយើងនៅតែប៉ុណ្ណឹងយើងត្រូវតែព្យាយាម grow វាហើយយើងចង់ថាយកសមត្ថភាពយើងដើម្បីបង្ហាញថាឲ្យគេទទួលស្គាល់យើងណាដោយសារតែយើងអត់អាចគ្រាន់តែនិយាយទេហើយមួយទៀតការធ្វើការងារជាក្រុមមានន័យថាពេលខ្លះបើយើងធ្វើការងារម្នាក់ឯងយើងធ្វើអីទៅតែម្នាក់ឯងវាអាចទៅបានដែរប៉ុន្តែវាអត់បាន long term ទេអញ្ចឹងយើងត្រូវធ្វើការងារតែជាក្រុមចេះធ្វើការងារជាក្រុមហើយ build ក្រុមហ្នឹងឲ្យគាត់ strong ទាំងអស់គ្នាហ្នឹងមកយើងទៅមុខបានយូរបានឆ្ងាយចាខ្ញុំយល់ស្របជាមួយបងទាំងស្រុងតកតងជាមួយនឹងការបន្តការរៀនសូត្រព្រោះការរៀនសូត្រពិតជាអត់ចេះចប់ទេចាអញ្ចឹងតកតងមួយការរៀនសូត្រនេះដែរថ្មីនេះបងទៅតែទទួលបានអាហារូបករណ៍ដើម្បីទៅបន្តការសិក្សានៅក្រៅប្រទេសអញ្ចឹងខ្ញុំអាចសូមឲ្យបងជួយផ្ដល់ព័ត៌មានបន្ថែមថាតើអាហារូបករណ៍នោះជាអាហារូបករណ៍អីដែរបងទៅសិក្សាជំនាញអ្វីហើយនៅប្រទេសណាដែរចាអរគុណចាតកតងជាមួយនឹងអាហារូបករណ៍ហ្នឹងអាហារូបករណ៍ដែលខ្ញុំទទួលបានហ្នឹងគេហៅថាAsian UKSH Women in STEM អញ្ចឹងដោយឡែកក៏ប៉ុន្តែក្នុងរយៈពេល10ឆ្នាំចុងក្រោយដែលខ្ញុំធ្វើការនេះគឺខ្ញុំរវល់ជាមួយការងារគ្រួសារផងក៏ដូចជាជាមួយនឹងបញ្ហាផ្ទាល់ខ្លួនផងអញ្ចឹងយើងធ្វើឲ្យយើងហ្នឹងអត់បានសូវជាចាប់អារម្មណ៍ជាមួយនឹងឱកាសការរៀនសូត្របន្ថែមណាតែដោយឡែកពេលដែលខ្ញុំមើលនៅលើ social media ទៅខ្ញុំក៏ឃើញមាន advertisement តាក់ទងជាមួយនឹងការអាហារូបករណ៍ Asian UKSH Women in STEM ដែលមើលមកក៏វាចំនឹងអ្វីដែលជាជំនាញរបស់យើងហ្មងណាហើយដល់ពេលចឹងទៅខ្ញុំក៏បាន apply នៅទៅរៀននៅអង់គ្លេសជាមួយនឹងខាងសាលា Warwick ហើយជំនាញដែលខ្ញុំជ្រើសរើសនោះគឺខ្ញុំជ្រើសរើសយក Cyber Security Engineering ខ្ញុំមាន skill ខាង developing អញ្ចឹងខ្ញុំអាច build ជា system អីហ្នឹងដើម្បីជួយសម្រួលទៅដល់ប្រជាពលរដ្ឋក៏ដូចជាអតិថិជនឬក៏ចំនួនអ្នកប្រើប្រាស់បានដែរអញ្ចឹងណាប៉ុន្តែដែលឡែកខ្ញុំឃើញថាការគ្រាន់តែ build system ដើម្បីជួយសម្រួលនៅការប្រើប្រាស់របស់គាត់វាល្អមួយផ្នែកប៉ុន្តែវាអត់អាចជួយការពារគាត់ពី cyber threat ឬក៏ការតាក់ទងជាមួយនឹងattack អីអញ្ចឹងយើងត្រូវ strong អាហ្នឹងដើម្បីយើងការពារ system របស់យើងកុំឲ្យវា down ព្រោះអីតែវា down វាមានបញ្ហាគឺវាប៉ះពាល់ទៅដល់ប្រជាពលរដ្ឋក៏ដូចជា financial របស់គាត់ទាំងអស់គ្នាដែរចាបងយកស្របកន្លែងហ្នឹងចាអញ្ចឹងអបអរសាទរបងជាថ្មីម្ដងទៀតក្នុងការទទួលបានអាហារូបករណ៍ទៅរៀននៅចក្រភពអង់គ្លេសអញ្ចឹងខ្ញុំគិតថាបទពិសោធន៍ផ្ទាល់ខ្លួនរបស់បងគឺពិតជា
បំផុសគំនិតទៅដល់ក្មេងស្រីចំនួនក្រោយមែនតើជាមួយគ្នានឹងដែរបងសម្រាប់ក្មេងស្រីដែលគាត់មានចំណាប់អារម្មណ៍ទៅលើការសិក្សាផ្នែកបច្ចេកវិទ្យាឬក៏អ្នកដែលគាត់រៀនចប់ហើយគាត់ចង់ចាប់អាជីពនៅក្នុងវិស័យហ្នឹងតើបងគិតថាគាត់គួរចាប់ផ្ដើមនឹងដោយរបៀបម៉េចដែរដើម្បីbuild ខ្លួនឯងឲ្យថាខ្លាំងនៅក្នុងវិស័យហ្នឹងហើយតើបងអាចឆ្លេចបន្តិចតកតងជាមួយនឹងឱកាសសិក្សាឬក៏កម្មវិធីអីដែលក្មេងស្រីនេះគាត់គួរតែតាមដានមើលដើម្បីគាត់ទទួលបានឱកាសសិក្សាដូចឱកាសសិក្សាទៅចក្រភពអង់គ្លេសអញ្ចឹងបងចាអរគុណចាតកតងជាមួយនឹងកន្លែងនេះគឺជាសំណួរល្អមែនតើពីខ្ញុំទៅខ្ញុំសំណូមពរឲ្យពួកគាត់ start something small កុំចាំតតែយើងថាអូយើង ready enough បើយើងចាប់ផ្ដើមធ្វើវាអត់ទេទោះបីជាតិចក៏ដោយក៏យើងត្រូវចាប់ផ្ដើមធ្វើហើយធ្វើវាជារៀងរហូតមានថា keep doing consistently កុំនឹកឃើញតែមួយឆាវយើងឈប់ហើយការធ្វើដែល consistently ហើយ start from small ហ្នឹងយ៉ាងម៉េចមានន័យថាយើងចាប់ផ្ដើមinvolve ជាមួយនឹង coding club ដូចជា Sister of Code program អញ្ចឹងយើងឃើញវាគឺជា coding club មួយដើម្បីឲ្យយើងអាចចាប់ផ្ដើមស្គាល់ថាតើការសរសេរកូដឬក៏ technology ការប្រើប្រាស់ internet ហ្នឹងឬក៏អីហ្នឹងតើវាដើររបៀបណាបន្តមកទៀតយើងអាចចូលទៅមើលwebsite មួយចំនួនដែលគេមានជាលក្ខណៈ free open បច្ចេកឬក៏ open source code អីហ្នឹងយើងអាចធ្វើការរៀនហើយមាន club ជាច្រើនដែលយើងអាចចូលជាមួយនឹង community ទាំងអស់ហ្នឹងមិនថានៅលើ social media មិនថានៅលើប្រព័ន្ធផ្សេងទៀតទេអញ្ចឹងយើងអាចចាប់ផ្ដើមវាបានហើយយើងប្រើប្រាស់ social media ហ្នឹងឲ្យនៅក្នុងជាទម្រង់ដែល useful យើងកុំតលេងនេះតែយើងបែរវាមកគឺជាចំណេះជំនាញយើងវិញចាបងអញ្ចឹងជាចុងក្រោយតើបងមានពាក្យពេចន៍អីចង់ចែករំលែកឬក៏សារមួយទៅដល់និស្សិតតែម្ដងនិស្សិតដែលគាត់កំពុងតែបន្តការសិក្សាផ្នែកវិស័យបច្ចេកវិទ្យាហ្នឹងបងចាជាចុងក្រោយសារដែលខ្ញុំចង់ជម្រាបជូនទៅអ្នកទាំងអស់គ្នាគឺ don't be afraid of being different ហើយ start doing what you love and keep continue to what you gonna achieve អញ្ចឹងទោះបីជាយើងមិនថាចិត្តសាសនាមិនថាភេទណាមិនថាអីទេបើសិនជាយើងដាក់ចិត្តថាយើងស្រឡាញ់ការងារមួយហ្នឹងឬក៏ជំនាញមួយហ្នឹងយើងចាប់ដើមធ្វើវាហើយយើងធ្វើវាឲ្យល្អប្រសើរឲ្យជាទីគប់ប្រសើរហើយដើម្បីជាផលប្រយោជន៍ត្រឡប់ទៅឲ្យ community របស់យើងក៏ដូចជាប្រទេសជាតិរបស់យើងដែរហើយមួយទៀតគឺយើងធ្វើខ្លួនឯងជា role model សម្រាប់អ្នកជំនាន់ក្រោយទៀតធ្វើការចែករំលែកឲ្យបានច្រើនចូលរួមជាមួយនឹង event ឲ្យបានច្រើនហើយក៏ដូចជាមិនថាអ្នកណាដែលនៅជុំវិញយើងជួយ spread out ផងហ្នឹងដើម្បីគាត់បានដឹងទាំងអស់គ្នាអញ្ចឹងចានេះមិនរៀនដើម្បីខ្លួនឯងទេប៉ុន្តែគឺរៀនដើម្បីជួយអ្នកដទៃដូចគ្នាអញ្ចឹងចា powerful មែនតើបងអរគុណច្រើនចាអញ្ចឹងអរគុណច្រើនបងសម្រាប់ការចូលរួមនៅក្នុងថ្ងៃនេះអញ្ចឹងខ្ញុំសង្ឃឹមថាក្មេងស្រីក៏ដូចជាស្ត្រីទាំងអស់ដែលបានតាមដាននៅវីដេអូនេះតាំងពីដើមដល់ចប់នឹងមានទទួលបានការបំផុសគំនិតក៏ដូចជាទឹកចិត្តនៅក្នុងការបន្តដំណើរការសិក្សាក៏ដូចជាអាជីពនៅក្នុងវិស័យបច្ចេកវិទ្យាបន្តទៅមុខទៀតដើម្បីធានាថាទាំងស្ត្រីទាំងបុរសគឺមានការចូលរួមស្មើគ្នានៅក្នុងការជំរុញវិស័យនេះឲ្យបានទៅមុខបន្តទៀតចាអញ្ចឹងសូមអរគុណច្រើនបងចា